សោះមានជនជាប់ទោសគួរឲ្យសង្ស័យម្នាក់ត្រូវមនុស្សម្នាក់ที่ម៉ូតូបាញ់ស្លាប់ឃាតករបានតិចខ្លួនបាត់ក្រោយពេលការខែនេះជាដំណឹងរបស់អ្នកកាសែតឈ្មោះវ៉ាន់ពីខំនៅព្រឹកមិញនេះជនជាប់ទោសចៅហើយអមហើយពលិសជាច្រើនធ្វើដំណើរមកតុលាការដើម្បីចាប់ទោសដល់មុខតុលាការក៏ត្រូវយុវជនអបបម្នាក់បាញ់ស្លាប់នៅនឹងកន្លែងទីចំណែកឃាតករជិះម៉ូតូរត់ទៅក្រោយមកឃាតករបានជិះឡានចាក់ឆ្លាក់លេខ336ទឹកខ្លួនបាត់ទៅប៉ូលីសមិនទាន់មានបទដ្ឋានថាតាក់ទីនោះគឺមកចាំទទួលឃាតករឬក៏មិនមែនទៅឡើយទេបានអ្នកណាទទួលបានដំណឹងនេះសូមជួយសាកមកក្នុងការប៉ូលីសជាបន្ទាន់ណែលោកបងអើយពេលតាក់តនខ្ញុំទីលោកបងដែរគាត់ទៅវិញទៅច្រើនណាស់ខ្ញុំមិនប្រាប់លោកបងគេតាំងទេលោកបងជឿខ្ញុំទៅបានទេលោកបងធ្វើជឿខ្លាចជឿតបតែហើយគាត់ទៅចាប់ខ្ញុំផងខ្ញុំអីក៏មិនដឹងតែអស់ដែរលោកតែខ្ញុំទៅខ្ញុំមិនប្រាប់អ្នកណាថាបងទៅទីនេះបែរដល់តាបានទេលោកបងលោកចាប់ខ្ញុំក៏មានប្រយោជន៍អីដែរលោកតែខ្ញុំទៅវិញទៅតាបានទេខ្ញុំទៅលោកបង